សួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទឈ្មោះវិសិទ្ធថ្ងៃនេះខ្ញុំមានលំហាត់គណិតវិទ្យាមួយយកមកចែករំលែកជូនអ្នកទាំងអស់គ្នាគឺរំងាំងទី1នេះគេឲ្យស្រាយបញ្ជាក់ថាឫសទី6នៃប៉ុណ្ណឹងបូកឫសទី20នៃប៉ុណ្ណឹងអ្នកឫសទី6បូកឫសទី20នៃប៉ុណ្ណឹងគឺតូចជាង8នៅក្នុងលំហាត់នេះបើសិនជាយើងអត់ដឹងពីគន្លឹះរបស់វាយើងគិតថាវាពិបាកប៉ុន្តែបើសិនជាយើងដឹងពីគន្លឹះរបស់វាអត់ពិបាកនោះទេនៅក្នុងលំហាត់នេះគឺយើងព្យាយាមស្រាយម្ដុំនេះឲ្យតូចជាង3ចំណែកឯម្ដុំនេះព្យាយាមស្រាយឲ្យតូចជាង5ហេតុអីបានជាយើងព្យាយាមស្រាយឲ្យអានេះតូចជាង3ហើយអានេះតូចជាង5ព្រោះថានៅពេលដែលយើងបូកអននឹងអនទៅវាតូចជាង8ឲ្យដូចទៅនឹងប្រធានគឺពិតអូខេតោះធូរខ្ញុំបន្តមកយើងថាយើងផ្ដើមពីយើងមាន6តូចជាង9 6ទៅជា9គឺវាពិតហើយបន្តមកទៀតយើងបំពាក់ឬការ៉េអង្គទាំងសងខាងមានន័យថាបំពាក់ឬការ៉េលើ6និងឬការ៉េលើ9ឬការ៉េនៃ9គឺស្មើ3ចំណែកឬការ៉េនៃ6យើងបញ្ចេញអត់កើតទេយើងទុកនៅដដែលបន្តមកទៀតយើងបូកអង្គទាំងសងខាងនឹង6មានន័យថាយើងបូកខាងនេះនឹង6បូកថែមខាងនេះនឹង6យើងបូកអង្គទាំងសងខាងនឹង6ហេតុអីបើយើងបូកនឹង6ដោយសារតែនេះនៅក្នុងនេះរើសទី6បូករើសទី6ចឹងហើយបានជាយើងបូកថែមនឹង6ចាំមានន័យថារើសទី6បូក6វាតូចជាង3បូក6សមភាពវិសមភាពនេះអត់ដូរទិសដៅទេវានៅដដែលបន្តមកទៀតយើងបំពាក់រើសអង្គទាំងសងខាងទៀតមានន័យថាយើងបំពាក់រើសអង្គខាងនេះយើងក៏បំពាក់រើសអង្គខាងនេះដូចគ្នាអូខេយើងបំពាក់រើសវាមកមានន័យថា6បូករើសទី6តូចជាងរើសទី3បូកនឹង6 3បូក6គឺស្មើ9ដូច្នេះហើយយើងទៅសេលេខ9មកដដែលមកទៅជា9ទៅជារើសទី9រើសទី9គឺស្មើ3អញ្ចឹងមានន័យថារើសទី6បូករើសទី6បែបនេះវាតូចជាង3បន្តមកទៀតយើងបូកអង្គទាំងពីរនឹង6ដដែលមានន័យថារើស6បូករើស6អានេះជាអ្វីដែលយើងបូកថែមនឹង6បែបនេះតូចជាង3បូកថែមនឹង6បែបនេះបន្តមកទៀតយើងបំពាក់ឬការ៉េអង្គទាំងសងខាងដូចខាងលើមិញដែរនិយាយទៅអាលំហាត់ហ្នឹងរំណងវាគឺដដែលទៅទេពុកមកអានេះ Oh my gosh all this okay ទីតូចជាងឬទី3បូក6 3បូក6គឺស្មើ9អញ្ចឹងយើងទៅសេលេខ9យកតែម្ដងអញ្ចឹងវាស្មើ3ទៀតមានន័យថារើសទី6បូករើសទី6បូក6បែបនេះវាតូចជាង3បន្តមកទៀតយើងគឺបូកថែម6អង្គទាំងសងខាងរហូតយើងបូកវាតទៅរហូតវិសមភាពនេះយើងបូកវាតរហូតមកយើងបានរើសទី6 1បូករើសទី6បូកតរហូតបែបនេះ6បូករើសទី6គឺវានៅតែតូចជាង3ខាងកន្លែងនេះនៅតែអស់គ្នាយល់អាលក្ខណៈពីនេះមកនេះអាលក្ខណៈចន្លោះនេះគឺវាស្តៀងនឹងវាដូចទៅនឹងខាងលើយើងផ្ដើមចេញពីរើសទី6បែបនេះវាទៅជារើសទី9គឺស្មើ3បន្តមកទៀតយើងបូកអង្គទាំងសងខាងនឹង6យើងបូកខាងឆ្វេងនឹង6យើងត្រូវបូកខាងស្ដាំនឹង6ដូចគ្នាពេលដែលយើងបូកទៅអានេះវាចេញរើសទី6បែបនេះវាតូចជាង3បន្តមកយើងបូកថែម6ទៀតនេះកន្លែងនេះយើងបូកថែម6ទៀតក៏វានៅតូចជាង3បើយើងបន្តបូកវារហូតនៅចន្លោះនេះយើងបន្តបូកវារហូតក៏វានៅតែតូចជាង3ដែរដូច្នេះហើយយើងគ្រាន់តែសរសេរចុចបែបនេះមកមានន័យថាអានៅចន្លោះនេះគឺយើងបូកនឹង6រហូតដល់ខាងនេះវាមាន2000ខ្ញុំថាវាមាន2023 radical មកឲ្យដូចទៅនឹងប្រធានខាងលើអានេះដាក់តំណងមួយ
អ្វីដែលយើងនិយាយគ្នាដំបូងនោះយើងនិយាយថាយើងព្យាយាមស្រាយអាម្ដុំនេះយើងព្យាយាមស្រាយអាម្ដុំនេះឲ្យតូចជាង3ឥឡូវបានដូចបំណងយើងហើយបន្តមកទៀតយើងព្យាយាមស្រាយអាម្ដុំនេះម្ដងអាម្ដុំហ្នឹងឲ្យតូចជាង5ដើម្បីយើងថាយើងមានទៀតមកយើងមាន20តូចជាង25បែបនេះ20ទៅជា25វាជាវិសមភាពមួយដែលពិតបន្តមកទៀតយើងបំពាក់ឬការ៉េទៅលើអង្គទាំងសងខាងដូចខាងលើដែរតូចជាងឬ25ឬ25គឺស្មើ5មានន័យថាឬទី20តូចជាង5បន្តមកទៀតយើងបូកអង្គទាំងសងខាងនឹង20ដូចអាខាងលើយើងបូកនឹង6ប៉ុន្តែខាងក្រោមយើងបូកនឹង20អូខេតូចជាង5បូក20បែបនេះអានេះឬទី20បូក20យើងបូកអង្គទាំងពីរថែមនឹង20ដោយសារតែប្រធានយើង20អានេះយើងបូកថែមនឹង6យើងបូកថែមនឹង6ដោយសារតែប្រធានយើងវារើសទី6ឥឡូវវារើសទី20បែបនេះយើងបូកថែមនឹង20ពេលដែលយើងបូកថែមនឹង20ទៅយើងបំពាក់អង្គទាំងពីរនឹងរើសការ៉េយើងបំពាក់អង្គទាំងពីរនឹងរើសការ៉េបែបនេះវាអាចប៉ះពាល់ទៅដល់វិសមភាពយ៉ាងទេនៅពេលដែលយើងបំពាក់រើសការ៉េទៅលើវាមានន័យថាយើងបំពាក់រើសទី20បូករើសទី20បែបនេះវាតូចជាងរើស5បូក20គឺ25រើសទី25គឺស្មើ5ដដែលវាដូចទៅនឹងលក្ខណៈខាងលើទៀតហើយខ្ញុំធ្វើឲ្យអ្នកនរគ្នាមើលបន្ទូទៀតយើងនៅតែយើងបូកអង្គទាំងពីរថែមនឹង20ទៀតបើយើងបូកអង្គទាំងពីរថែមនឹង20ទៀតមានន័យថា20បូករើសទី20បែបនេះយើងបូកទាំងពីរថែមនឹង20វាតូចជាង5នេះបូក20ទៀតបន្តមកលក្ខណៈដដែលគឺយើងពាក់ឬការ៉េទៅលើវាទៀតអញ្ចឹងមានន័យថាយើងបូកអង្គខាងស្ដាំនឹង20បូកអង្គខាងឆ្វេងនឹង20ដូចគ្នាបន្តមកក្រោយពីយើងបូកអង្គទាំងពីរនឹង20ហើយយើងព្យាយាមយើងបំពាក់ឬការ៉េទៅលើអង្គទាំងសងខាងយើងបានមានន័យថាយើងបាន20បូករើសទី20បូករើសទី20បែបនេះគឺវាតូចជាងអានេះយើងពាក់ឬការ៉េហើយមានន័យថាយើងពាក់ឬការ៉េទៅលើខាងនេះគឺវាចេញមកដូចខាងក្រោមតែពេលខាងនេះយើងពាក់ឬការ៉េដែរមកខាងស្ដាំឬការ៉េទី20ឬការ៉េទី5បូក20មានន័យថាឬការ៉េ25ឬការ៉េ25គឺវាស្មើ5អ្នកនរគ្នាមើលតាមលំនាំគំរូខាងលើនេះតាពីមួយទូមករហូតទៅដល់មាន3ទូនៃឬទី20បែបនេះគឺវានៅតែតូចជាង5អញ្ចឹងមានន័យថាម៉េចមានន័យថាតាមរយៈលំនាំគំរូហ្នឹងយើងអាចទៅសេបានថានេះគឺជាលំនាំគំរូយើងអាចទៅសេបានថារើសទី20បែបនេះបូករើសទី20បូករហូតបូកដល់រើសទី20បែបនេះគឺវានៅតែតូចជាង5ហេតុអីបើយើងថាវាតូចជាង5ដោយសារតែយើងយោងទៅតាមលំនាំគំរូខាងលើដែលយើងបានធ្វើឃើញអត់យើងបូកថា20ក៏វានៅតូចជាង5ទោះមានម៉ានទូក៏ដោយក៏នៅតែវានៅតែតូចជាង5អញ្ចឹងអាចតាមរយៈលំនាំគំរូដែលខាងលើដែលយើងធ្វើហ្នឹងយើងអាចសន្និដ្ឋានបានថា2023 radical នេះគឺនៅតែតូចជាង5 2023ឬទី20ដែលមាន2023 radical ហ្នឹងគឺវានៅតែតូចជាង5នេះប៉ុណ្ណេះវានៅតូចជាង5បន្តមកយើងតាំងតំណែងនេះគឺតំណែង2កន្លែងនេះយើងមានតំណែង1យើងនៅកន្លែងនេះតំណែង2គឺយើងនៅកន្លែងនេះបើសិនជាអ្នកទាំងអស់គ្នាយល់កន្លែងនេះគឺយើងយកតំណែង1បូកនឹងតំណែង2គឺបូកអង្គនឹងអង្គអ្នកនរគ្នាមិនបាច់សេឡើងវិញទេបើអ្នកនរគ្នាយល់អ្នកនរគ្នាដាក់យកមកតែម្ដងប៉ុន្តែខ្ញុំចង់សេសម្រាប់អ្នកនរគ្នាខ្ញុំនឹងទៅសេតំណែង1និងតំណែង2ឡើងវិញមានន័យថាយើងយកគេបានតំណែងយក1បូក2យក1បូក2បូកអង្គនឹងអង្គបូកអង្គនឹងអង្គមានន័យថាអង្គខាងឆ្វេងបូកអង្គខាងឆ្វេងចំណែកអង្គខាងស្ដាំបូកអង្គខាងស្ដាំតំណែង1យើងមានន័យគេតំណែង1យើងគឺប៉ុណ្ណេះយើងទៅសេវាឡើងវិញមក
តនងមួយឬ6បូកឬទី6បែបនេះបូករហូត6បូកឬទី6បែបនេះតំណែងយើងមួយគឺតំណែងមួយយើងគឺតូចជាង3មិនចឹងចំណែកតំណែង2យើងគឺឬទី20បែបនេះបូកបែបនេះបូករហូតទី20បែបនេះគឺវាតូចជាង5នេះតំណែង2បន្តមកទៀតគឺដូចយើងបាននិយាយចឹងគឺថាយក1បូក2បូកអង្គនឹងអង្គមានន័យថាអង្គខាងឆ្វេងខាងនេះបូកអង្គខាងឆ្វេងចំណែកអង្គខាងស្ដាំបូកអង្គខាងស្ដាំចំណែកឯទិសដៅនៃវិសមភាពរបស់យើងគឺនៅដដែលអញ្ចឹងពេលដែលយើងបូកមកយើងបានរឿងទី6បូករឿងទី6បូកដល់រហូតបែបនេះកាលនោះវាមាន2023 radical កន្លែងនេះមាន2023ទៅវា2024 2025ក៏នៅតែវាតូចជាង3ដដែលបូកឲ្យឬទី20បូកមកឬទី20បែបនេះបូកឬទី20បូកឬទី20បែបនេះកន្លែងឬទី20នេះក៏ដូចគ្នាដែរវាមាន2023 radical ដូចគ្នា2023 radical គឺនឹងអង្គខាងឆ្វេងចំណែកអង្គខាងស្ដាំយើងគឺ3បូក5 3បូក5គឺ8គឺវាពិតដូចអ្វីដែលយើងចង់បានហើយនេះជាចុងក្រោយដែលយើងខំព្យាយាមស្រាយមកហ្នឹងដើម្បីឲ្យបង្ហាញថាវាពិតនេះធម្មតាលំហាត់ដែលគេឲ្យចូលស្រាយបញ្ជាក់ថាម្ដុំនេះបូកម្ដុំនេះវាតូចជាងប៉ុណ្ណេះគឺវាពិតហើយយើងព្យាយាមស្រាយឲ្យឃើញចឹងមកគឺចប់ហើយដោយដែលបាននិយាយខាងដើមអញ្ចឹងគឺយើងព្យាយាមស្រាយម្ដុំនេះឲ្យតូចជាង3ចំណែកឯម្ដុំនេះយើងព្យាយាមស្រាយតូចជាង5នេះខ្ញុំព្យាយាមស្រាយតូចជាង3ចំណែកឯលើទី20នេះព្យាយាមស្រាយតូចជាង5បន្តមកយើងបូកអង្គនឹងអង្គបែបនេះតែពីយើងបូកមកគឺដូចជាអ្វីដែលគេចង់ឲ្យយើងស្រាយតែប៉ុណ្ណឹងគឺពិតពេលដែលអ្នកទាំងអស់គ្នាទៅសេចូលក្នុងសភៅអាចនឹងទៅសេស្អាតជាងខ្ញុំមកដោយសារតែខ្ញុំទៅសេលើ tablet នេះវាអត់ស្អាតមែនទេហើយបើសិនជាអ្នកទាំងអស់គ្នាធ្វើក៏វាអត់យូរដែរតែនេះខ្ញុំនឹងបញ្យល់អ្នកទាំងអស់គ្នាចឹងទៅវារៀងយូរបើអ្នកទាំងអស់គ្នាយល់ថាវីដេអូនេះមានប្រយោជន៍អ្នកទាំងអស់គ្នាអាច share ចែករំលែកឲ្យមិត្តភក្តិអ្នកទាំងអស់គ្នាអរគុណជម្រាបលា